ចាជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះបានមកហូបភាសាបាយចាហើយខ្ញុំថ្ងៃនេះខ្ញុំបានស្ងោរជ្រូកមាន់ចាម្សិលមិញគឺខ្ញុំទិញមាន់មកមួយចាហើយមាន់ហ្នឹងរាងធំដែរខ្ញុំក៏ពុះវាជាពីរទៅមួយចំហៀងខ្ញុំធ្វើមាន់ដុតស្ពៃក្តោបហើយមួយចំហៀងទៀតគឺខ្ញុំស្ងោរជ្រក់មាន់ចាហើយស្ងោរជ្រក់មាន់ហ្នឹងគឺខ្ញុំដំបូងគឺខ្ញុំអឺដាក់ដាំទឹកឲ្យពុះចាហើយដាក់ដាំទឹកហ្នឹងគឺខ្ញុំបានដាក់គល់ស្លឹកគ្រៃនិងមើមខ្ទឹមចូលទៅចាហើយខ្ញុំដាក់គ្រឿងហ្នឹងគឺមានម្សៅស៊ុបអំបិលនិងស្ករចាហើយពេលដែលខ្ញុំដាំទឹកពុះហើយហ្នឹងគឺខ្ញុំយកសាច់មាន់ដែលកាប់ហើយដែលទុកឲ្យស្រស់ទឹកហ្នឹងគឺខ្ញុំបង់ចូលចាពេលបង់ចូលទៅសាច់មាន់ហ្នឹងឲ្យមកពុះពីពុះទៅបានខ្ញុំហ្នឹងដាក់បង្គាតាមក្រោយបន្ថែមទៀតចាហើយចាដាក់បង្គាថែមទឹកគឺស្ងោរជាមួយបង្គាអញ្ចឹងគឺថាឆ្ងាញ់ពុកម៉ែបងប្អូនគឺថាមានជាតិចាហើយកូនខ្ញុំគាត់ចូលចិត្តញ៉ាំណាបងប្អូនពុកម៉ែបងប្អូនអើយ